សាលាដំបងរាជធានីភ្នំពេញបើកសវនាការមនុស្ស10នាក់ពាក់ព័ន្ធនឹងបទល្មើសបូមខ្សាច់ក្នុងទន្លេមេគង្គទន្លេចតុមុខនិងទន្លេបាសាក់ដែលប្តឹងដោយមន្ត្រីក្រសួងរ៉ែនិងធម្មពលចៅក្រមសាលាដំបងសម្រាប់ផាកពិន័យនិងដកហូតសាឡង់ម៉ាស៊ីនបូមនិងទូកសរុប6គ្រឿងដែលចាប់បាន2ថ្ងៃជាប់គ្នានៅដើមខែមេសាឆ្នាំ2015នេះដើម្បីរក្សាទុកបន្តការស៊ើបអង្កេតចាអ្នកស្រីអុកសាវបុរីរាយការណ៍ព័ត៌មាននេះចៅក្រមសាលាដំបងលោកមុំមនីសភានៅថ្ងៃទី4ខែមេសាឆ្នាំ2015ប្រកាសសម្រេចដកហូតសាឡង់និងទូកដែលជាឧបករណ៍បូមខ្សាច់ក្នុងទន្លេចតុមុខទន្លេមេគង្គនិងទន្លេបាសាក់ហើយពិន័យជាប្រាក់ដល់ម្ចាស់សាឡង់ម្ចាស់ទូកនិងកម្មករម្នាក់ៗ60,000រៀលប្រហែល$150ក្នុងបទចោទល្មើសបូមខ្សាច់ក្នុងទន្លេគ្មានអាជ្ញាប័ណ្ណនេះជាករណីទី1ហើយដែលក្រសួងរាយនិងធម្មពលចាប់ជនល្មើសបូមខ្សាច់គ្មានអាជ្ញាប័ណ្ណនិងបញ្ជូនទៅតុលាការក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រគល់ភារកិច្ចជូនក្រសួងនោះឲ្យអនុវត្តពង្រឹងសេចក្តីសម្រេចលេខ20សសរចុះថ្ងៃទី20ខែមីនាឆ្នាំ2015ជនល្មើសម្ចាស់សាឡង់ឈ្មោះជាវគុយហៅស្រួយឲ្យដឹងថាគាត់គ្មានអាជ្ញាប័ណ្ណទេប៉ុន្តែគាត់មានសាឡង់តម្លៃ$10,000ដែលបូមខ្សាច់បានជាង100ម៉ែត្រគីបក្នុងម្ដងលោកថាគាត់ត្រូវលោកស្រីយឹមឆៃលីផ្ដល់ប្រេងហើយសុំឲ្យគាត់ជួយបូមខ្សាច់ទប់ច្រាំងដីបាក់នៅកោះនរាលោកថាមិនបានកម្រៃពីការជួលបូមខ្សាច់នោះទេលោកក៏មិនដឹងថាបានប្រព្រឹត្តបទល្មើសនោះដែរស្រាប់តែថ្ងៃទី2ខែមេសមន្ត្រីក្រសួងរ៉ែនិងអាវុធហត្ថចុះចាប់គាត់រួមទាំងកម្មករនិងសាឡង់ហើយឃុំ2យប់ទើបបញ្ជូនមកសាលាដំបងបើកសវនាការពេលនេះឃើញបាក់ច្រាំងខ្លាំងពេកទៅលោកទាវគាត់ភ័យគាត់ជួយជាប្រេងឲ្យយើងបូមឲ្យណាខ្ញុំក៏ជាកូនចៅគាត់ដែរណាអាហ្នឹងយើងគាត់ថាជួយគាត់បូមទេគាត់យើងគាត់ថាបូមរយៈកាលគាត់ថាអស់ចំនួនបាវហើយជាពី300ជាងទៅ400បាវក្នុងសវនាការនោះដែរម្ចាស់ទូកបូមខ្សាច់លោកគង់ធីរ៉ាឲ្យដឹងថាពួកគាត់បូមម្ដងបាន80ម៉ែត្រគីបលោកអាងថាត្រូវបានលោកស្រីយឹមឆៃលីជួលឲ្យច្រកខ្សាច់ចូលបាវនិងឲ្យកម្មករឈ្មោះម៉ៅកុយហៅពៅកម្មករជាងយិននិងកម្មករទ្រឿងភីលើកបាវខ្សាច់ដាក់ទប់ច្រាំងកោះនរានោះច្រកបាវទប់ច្រាំងកុំឲ្យបាក់ដីមកស្អាអំពៅនេះកោះនរាវិទ្យុអាស៊ីសេរីមិនអាចតាក់ទងលោកស្រីយឹមឆៃលីដែលម្ចាស់សាឡង់និងម្ចាស់ទូកទម្លាក់កំហុសដាក់នោះដើម្បីសុំការបំភ្លឺតបនៅថ្ងៃទី4ខែមេសាបានទេនៅក្នុងសវនាការនោះមានចែកជា2ក្រុមមួយក្រុមមានខ្មែរនិងកម្មករវៀតណាមមានគ្នា5នាក់ហើយមួយក្រុមទៀតមាន5នាក់ដែរតែចេះស្ដាប់និងនិយាយភាសាវៀតណាមហើយអះអាងថាបានរស់នៅប្រទេសកម្ពុជាយូរហើយពួកគេបានបូមខ្សាច់ក្នុងទន្លេនៅអរិយខ្សាត់និងច្បារអំពៅក្រុមវៀតណាមនោះតុលាការមិនអនុញ្ញាតឲ្យនាយកព័ត៌មានចូលស្ដាប់ក្នុងសវនាការទេពាក់ព័ន្ធករណីអ្នកលួចបូមខ្សាច់ក្នុងទន្លេនោះអ្នកនាំពាក្យក្រសួងរាយនិងធម្មពលលោកដិតទីណាឲ្យដឹងថាក្រសួងនេះជាដើមបណ្ដឹងរដ្ឋប្រវេណីនិងជាអ្នកបង្ក្រាបបទល្មើសនៅយប់ថ្ងៃទី1និងថ្ងៃទី2ខែមេសាក្នុងការល្បាតនៅពេលយប់ចាប់បានកម្មករនិងម្ចាស់អាជីវកម្មសរុបក្នុងភ្នំពេញ10នាក់និងសាឡង់និងទូក3គ្រឿងលោកបន្តថាពីថ្ងៃនេះនៅខេត្តកណ្ដាលអាជ្ញាធរខេត្តចាប់បានទូកនិងសាឡង់សរុប3គ្រឿងទៀតដែលល្មើសបូមខ្សាច់ក្នុងទន្លេជាប់ព្រំដែនកម្ពុជាវៀតណាមច្រកជ្រៃធំក្នុងស្រុកកោះធំនិងការលួចបូមខ្សាច់ទន្លេនៅស្រុកលវីអែមនិងស្រុកខ្សាច់កណ្ដាលដោយគ្មានអាជ្ញាប័ណ្ណលោកបន្តថាសរុបករណីបង្ក្រាបថ្ងៃទី1និងទី2ខែមេសាចាប់បានមនុស្ស10នាក់និងសាឡង់ទូកសរុប6គ្រឿងលោកថានៅយប់ថ្ងៃ3ខែមេសានិងថ្ងៃទី4ខែមេសាមិនមានករណីបូមខ្សាច់ក្នុងទន្លេកើតឡើងទេពីខាងដើមនៅខាងខេត្តកណ្ដាលនេះយើងចាប់បាននៅពេលយប់យើងទៀតភ្លឺដែលគាត់គិតថាមានសុវត្ថិភាពសម្រាប់គាត់ឲ្យក្នុងការចេញធ្វើសកម្មភាពហើយទូផ្សេងទៀតគឺពេលថ្ងៃបាទពាក់ព័ន្ធការពិន័យជាប្រាក់លើបទល្មើសបូមខ្សាច់នោះមន្ត្រីស៊ើបអង្កេតអង្គការលីកាដូលោកអំសំអាតស្វាគមន៍ចំពោះឆន្ទានុសិទ្ធិរបស់តុលាការតែសូមឲ្យពិន័យជាប្រាក់ច្រើនជាងនេះដោយធៀបនឹងផលប៉ះពាល់បរិស្ថានសេដ្ឋកិច្ចសង្គមដើម្បីឲ្យបទល្មើសលួចបូមខ្សាច់ត្រូវបានថយចុះនិងសូមជំរុញឲ្យក្រសួងរាយនិងធម្មពលបន្តអនុវត្តបង្ក្រាបបទល្មើសបូមខ្សាច់គ្មានអាជ្ញាប័ណ្ណបន្តទៀតនាងខ្ញុំអុកសាវបុរីវិទ្យុអាស៊ីសេរីភ្នំពេញ